ឥឡូវនេះយើងចូលទៅដល់ពី4ពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តររដ្ឋបាលជាងទំនាក់ទំនងអន្តររដ្ឋបាលរបស់ថ្នាក់ក្រោមជាតិគឺសំដៅទៅលើទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានប្រភេទដូចគ្នាប្រភេទផ្សេងៗគ្នាឬទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយនឹងក្រសួងស្ថាប័នឬទីភ្នាក់ងាររដ្ឋបាលឯតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ជាគោលការណ៍ក្រុមប្រឹក្សាឃុំសង្កាត់មានទំនាក់ទំនង3ប្រភេទគឺទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់ផ្សេងទំនាក់ទំនងជាមួយក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនិងទំនាក់ទំនងជាមួយក្រសួងស្ថាប័នឬទីភ្នាក់ងាររបស់រដ្ឋទន្ទឹមនឹងនេះទំនាក់ទំនងអន្តររដ្ឋបាលរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក៏អាចធ្វើឡើងតាមរយៈការតាមដានការត្រួតពិនិត្យនិងការធ្វើអន្តរាគមន៍ពីក្រសួងស្ថាប័នមានសមត្ថកិច្ចឬរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌតាមការកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានទំនាក់ទំនងជាមួយនឹងក្រុមប្រឹក្សាប្រភេទដូចគ្នាបាទឥឡូវយើងនិយាយពីពាក់ព័ន្ធទៅនឹងការទំនាក់ទំនងក្រុមប្រឹក្សាដែលមានប្រភេទដូចគ្នាបាទទំនាក់ទំនងជាមួយក្រុមប្រឹក្សាប្រភេទដូចគ្នាសំដៅទៅលើទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំសង្កាត់ជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់ធ្វើការប្រស័យទាក់ទងចែករំលែកនូវព័ត៌មាននិងការពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់នានានៅក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់របស់ខ្លួនក្រុមប្រឹក្សាឃុំសង្កាត់ធ្វើកិច្ចសហការជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់នានាដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកសំដៅទៅលើការលើកកម្ពស់នៃការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងកិច្ចសហប្រតិបត្តិការនេះត្រូវអនុវត្តតាមកិច្ចព្រមព្រៀងឬតាមការចាត់ចែងរួមគ្នាក្រុមប្រឹក្សាឃុំសង្កាត់អាចផ្តល់យោបល់និងផ្តល់សេវាគាំទ្រផ្នែករដ្ឋបាលបច្ចេកទេសនិងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាឃុំសង្កាត់ផ្សេងៗទៀតទៅតាមការស្នើសុំមួយទៀតនិយាយពីទំនាក់ទំនងជាមួយនឹងក្រុមប្រឹក្សាផ្សេងៗគ្នាទំនាក់ទំនងជាមួយនឹងក្រុមប្រឹក្សាប្រភេទផ្សេងគ្នាគឺសំដៅទៅលើទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំសង្កាត់ជាមួយនឹងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាឃុំសង្កាត់ធ្វើការប្រស័យទាក់ទងចែករំលែកនូវព័ត៌មាននិងពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនៅក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់របស់ខ្លួនក្រុមប្រឹក្សាឃុំសង្កាត់ស្នើសុំក្រុមប្រឹក្សាឃុំរាជធានីខេត្តក្រុងស្រុកខណ្ឌក្នុងការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋជាពិសេសតម្រូវការនានាដែលរដ្ឋបាលឃុំសង្កាត់ពុំអាចមានលទ្ធភាពឆ្លើយតបបាននៅក្នុងក្របខ័ណ្ឌសិទ្ធិអំណាចមុខងារនិងធនធានរបស់ខ្លួនក្រុមប្រឹក្សាឃុំសង្កាត់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមប្រឹក្សាខេត្តរាជធានីក្រុងស្រុកខណ្ឌដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកសំដៅទៅលើការលើកកម្ពស់នៃការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពក្រុមប្រឹក្សាឃុំសង្កាត់ទទួលបាននូវចំណូលចែករំលែកជាមួយនឹងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌក្រុមប្រឹក្សាឃុំសង្កាត់ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌទៅតាមការស្នើសុំក្រុមប្រឹក្សាឃុំសង្កាត់ចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌក្រុមប្រឹក្សាឃុំសង្កាត់ស្នើសុំការគាំទ្រផ្នែករដ្ឋបាលបច្ចេកទេសនិងធនធានពីក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអភិបាលរាជធានីខេត្តត្រូវសម្របសម្រួលរវាងឃុំសង្កាត់2ឬច្រើនអំពីបញ្ហាណាមួយដែលមានភាពប្រតិប្រទង់គ្នាឬមានចំនួនជាមួយគ្នាដែលឃុំសង្កាត់ទាំងនោះមិនអាចដោះស្រាយបានក្រុមប្រឹក្សាឃុំសង្កាត់តាមរយៈមេឃុំចៅសង្កាត់ដាក់ជូនអភិបាលរាជធានីខេត្តនិងក្រុងស្រុកនៅដីកានិងសេចក្តីសម្រេចរបស់ខ្លួនដើម្បីសុំពិនិត្យនិស្សានុភាព
ចំពោះក្រុមប្រឹក្សាឃុំសង្កាត់ក្នុងស្រុកដាក់ជូនអភិបាលស្រុកចំពោះក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងដាក់ជូនអភិបាលក្រុងចំពោះក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីដាក់ជូនអភិបាលរាជធានីសម្រាប់នៃការប័ណ្ណបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំសង្កាត់តាមរយៈមេឃុំចៅសង្កាត់ដាក់ជូនអភិបាលរាជធានីខេត្តដើម្បីពិនិត្យនិស្ចានុពលភាពមួយទៀតយើងនិយាយពីទំនាក់ទំនងជាមួយក្រសួងស្ថាប័នអាជ្ញាធរឬអ្នកងាររបស់រដ្ឋក្រៅពីទំនាក់ទំនងអន្តររដ្ឋបាលជាមួយនឹងក្រុមប្រឹក្សាប្រភេទដូចគ្នានិងប្រភេទផ្សេងគ្នាក្រុមប្រឹក្សាឃុំសង្កាត់មានទំនាក់ទំនងជាមួយនឹងក្រសួងស្ថាប័នអាជ្ញាធរអ្នកងាររបស់រដ្ឋមានដូចខាងក្រោមក្រុមប្រឹក្សាឃុំសង្កាត់អាចធ្វើទំនាក់ទំនងជាផ្លូវការជាមួយរដ្ឋាភិបាលក្រសួងស្ថាប័នអាជ្ញាធរនិងអ្នកងារនានារបស់រាជរដ្ឋាភិបាលព្រមទាំងអង្គការជាតិនិងអន្តរជាតិនានាតាមរយៈអភិបាលរាជធានីខេត្តក្រសួងស្ថាប័ននានាអាជ្ញាធរនិងអ្នកងារនានារបស់រាជរដ្ឋាភិបាលព្រមទាំងអង្គការជាតិអន្តរជាតិនានាអាចធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់តាមការចាំបាច់ប៉ុន្តែត្រូវជូនដំណឹងដល់រដ្ឋបាលរាជធានីខេត្តក្រសួងស្ថាប័នអាជ្ញាធរនិងអ្នកងារនានារបស់រាជរដ្ឋាភិបាលមានតួនាទីនៅក្នុងការគ្រប់គ្រងការអភិវឌ្ឍសមត្ថភាពនិងបច្ចេកទេសដល់ក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធានាប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈការអភិវឌ្ឍមូលដ្ឋាននិងការអនុវត្តមុខងារនានាអភិបាលរាជធានីខេត្តត្រូវសហការនិងពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នឬអ្នកងារពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាដែលមានភាពប្រទង់គ្នាឬមានចំនួនពាក់ព័ន្ធទៅនឹងការធ្វើប្រតិភូកម្មអំណាចរបស់រដ្ឋចំពោះឃុំសង្កាត់ឬសេចក្តីសម្រេចឬសកម្មភាពរបស់ក្រសួងស្ថាប័នឬអ្នកងារចំណុចនេះទៀតយើងនិយាយពីការតាមដានត្រួតពិនិត្យនិងការធ្វើអន្តរាគមន៍ការតាមដាននិងត្រួតពិនិត្យអំពីសកម្មភាពទូទៅរបស់ឃុំសង្កាត់ក៏ដូចជាការពិនិត្យនិស្ចានុពលភាពនៃការគ្រប់គ្រងនិងអនុវត្តការងារការប្រើប្រាស់សិទ្ធិអំណាចនិងការបំពេញតួនាទីភារកិច្ចរបស់ឃុំសង្កាត់នីមួយៗការពិនិត្យមើលការវិវត្តអំពីសមត្ថភាពរបស់ឃុំសង្កាត់នានាការប៉ាន់ប្រមាណអំពីការធ្វើអន្តរាគមន៍និងការជួយឧបត្ថម្ភគ្រប់គ្រងចំពោះឃុំសង្កាត់ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងការងារការប្រើប្រាស់អំណាចនិងការបំពេញតួនាទីភារកិច្ចត្រូវកំណត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃការតាមដាននិងត្រួតពិនិត្យនិងធ្វើអន្តរាគមន៍រួមមានការងារស៊ើបអង្កេតនិងវិតម្លៃការធ្វើសេចក្តីណែនាំជាលិខិតអក្សរទៅក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបំពេញភារកិច្ចដែលច្បាប់បានតម្រូវធ្វើជំនួសក្នុងការបន្តបំពេញភារកិច្ចដែលច្បាប់បានតម្រូវជាមួយនេះអភិបាលរាជធានីខេត្តទទួលបានប្រតិភូកម្មអំណាចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងការតាមដានត្រួតពិនិត្យនិងការគ្រប់គ្រងលើការប្រើប្រាស់អំណាចនិងបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលឃុំសង្កាត់ណាដែលមិនបានបំពេញភារកិច្ចដែលច្បាប់តម្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើអន្តរាគមន៍ដើម្បីឲ្យមានការបំពេញភារកិច្ចដែលច្បាប់បានតម្រូវនោះជាបន្ទាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានសិទ្ធិអំណាចរំសាយក្រុមប្រឹក្សាឃុំសង្កាត់ក្នុងករណីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើអន្តរាគមន៍ហើយនៅតែមិនទទួលបានលទ្ធផលចំពោះភារកិច្ចដែលច្បាប់បានតម្រូវក្នុងកំឡុងពេល6ខែហើយភារកិច្ចច្បាប់ដែលបានតម្រូវនោះជាទូទៅក្រុមប្រឹក្សាឃុំសង្កាត់នោះមិនអាចបំពេញបានឬក្រុមប្រឹក្សាឃុំសង្កាត់ណាធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញផ្ទុយនយោបាយរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងដំណើរការនិងនីតិវិធីនៃការអនុវត្តការងារខាងលើមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដូចខាងក្រោមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឆ្នាំ2001ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឆ្នាំ2008និងច្បាប់វិសោធនកម្មច្បាប់នេះឯកសារបច្ចេកទេសស្តីពីទំនាក់ទំនងអន្តររដ្ឋបាលនិងទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
អនុក្រឹត្យលេខ216 អនក្របកចុះថ្ងៃទី14ខែធ្នូឆ្នាំ2009ស្ដីពីទួលនីតិនិងភារកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្តក្រុមប្រឹក្សាគណៈអភិបាលក្រុងស្រុកក្រុមប្រឹក្សាគណៈអភិបាលស្រុក